បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំសូមចេញវីដេអូបន្តពីវីដេអូមុនដែលបង្ហាញពីក្តាប់ត្រេននៅវ័យអាយុប្រហែល50ថ្ងៃជាងវ័យនេះដែរគឺមានរូបរាងប៉ុនពងកងានដែរបាទនេះខ្លះក៏ធំជាងពងកងានដែរតែបន្ទាប់ពីវីដេអូមុនខ្ញុំចេញនៅប៉ុនពងមាន់វាអាយុវា30ថ្ងៃឡើងមកដល់នេះប្រហែលជា60ថ្ងៃ50ថ្ងៃជាងណាហើយវ័យនេះដែរគឺការថែទាំវាគឺយើងបាញ់អាហារបំពន់ទៅលើផ្លែក្តាប់និងស្លឹកហើយនឹងលាយជាមួយថ្នាំសត្វល្អិតបាទហើយសម្រាប់ទឹកគឺយើងដាក់ក្នុងមួយដើមគឺកន្លះម៉ោងមួយថ្ងៃសម្រាប់មួយថ្ងៃហើយសម្រាប់ជីគុលគឺយើងវ័យនេះខ្ញុំដាក់ជី15 ដើមព្រោះវាត្រូវការបំពន់ទៅដើមស្លឹកហើយនឹងផ្លែបាទសម្រាប់វ័យនេះគឺយើងមិនទាន់ផុតពីវ័យជ្រុះទេព្រោះតាស្លឹកខ្ចីនៅកុងជាមួយនឹងក្តាប់គឺនៅតែទាញធ្លាក់ហ្នឹងព្រោះកាលហ្នឹងខ្ញុំវាចេញត្រួយខ្ចីនៅវ័យពងក្រួចឥឡូវនេះខ្ញុំបាញ់ម្ចាស់ស្លឹកបានប្រហែលជា4 ដងហើយតែថាស្លឹកវាចាស់បដាអញ្ចឹងតែស្លឹកចាស់គឺក្តាប់យើងនៅហើយនៅកាន់ហើយគាត់ថាកាលដែលយើងចង់បាននោះគឺចំនួនប៉ុណ្ណោះប៉ុណ្ណេះតែឥឡូវចេញត្រួយមកគឺវាធ្លាក់អស់មិនបាននៅតាមចិត្តយើងចង់បានប៉ុន្តែវានៅច្រើនដែរវានៅមួយដើម10ទៅ20ផ្លែតែចិត្តយើងចង់បានមួយដើមជាង30ទៅ50តែឥឡូវវាចេញត្រួយមកវាចម្រុះវាទាញអាហារមិនឈ្នះស្លឹកអាស្លឹកខ្ចីហ្នឹងគឺវាដណ្ដើមអាហារខ្លាំងបាទដើមនេះនៅតិចព្រោះចេញត្រួយមកមុនគេដើមនេះខ្ញុំបាញ់ម្ចាស់4 ដងឥឡូវឃើញថាក្តាប់វាបានធំហើយនិយាយទៅតែស្លឹកខ្ចីចេញគឺក្តាប់នឹងអត់លូតលាស់ទេនៅលូតលាស់យឺតតែពេលយើងបាញ់ស្លឹកទៅចាស់គឺក្តាប់នឹងធំលឿនហើយបាទអញ្ចឹងយើងត្រូវមើលថែការពាររឿងត្រួយខ្ចីបើថាវាចេញហើយគឺយើងត្រូវបាញ់ម្ចាស់ព្រោះបើយើងបាញ់បិទវាគង់តែមានពេលចេញទេយើងបាញ់បិទវាមិនបានយូរទេវាបិទនាំតែយើងបាញ់ទៅខូចស្លឹកចាស់បិទក៏វានៅមានតែពេលចេញវាតែយើងចេញចំវ័យដែលយើងកំពុងតែស្រឡាញ់ក្តាប់វាចេញមកធ្លាក់ស្ដាយជាងអាវ័យតូចហ្នឹងទៀតព្រោះឲ្យវាចេញមកយើងសំណុកបាញ់ម្ចាស់វាបាទវាមានថ្នាំបាញ់កំតិចយើងបាញ់ឲ្យត្រួយខ្ចីនឹងធ្លាក់ក៏បានយើងបាញ់ឲ្យឆាប់ចាស់ចឹងក៏បានព្រោះបើយើងបាញ់ឲ្យឆាប់ចាស់វាល្អជាងព្រោះវានៅស្លឹកបានផលិតអាហារយើងបាញ់ឲ្យឆាប់ចាស់ទៅវាបានស្លឹកច្រើនយើងផលិតអាហារទៅវាត្រេនយើងវាធំធាត់ល្អហើយបើយើងបាញ់ទម្លាក់ត្រួយគឺវាខ្វះស្លឹកធ្វើឲ្យត្រេនយើងវាលូតលាស់យឺតបាទអញ្ចឹងវគ្គនេះមានតែប៉ុណ្្នឹងឯងបងប្អូនគឺខ្ញុំចេញបន្តវីដេអូមុនហើយនឹងប្រាប់ពីបទពិសោធន៍ដែលខ្ញុំធ្វើឥឡូវហ្នឹងគឺចាំមើលខ្ញុំថតចេញវីដេអូថ្មីទៀតថាត្រេនខ្ញុំបានដល់ប៉ុណ្ណាបាទអរគុណបាទ